ចាប់ពីពាក់កណ្ដាលអាធ្រាត្រថ្ងៃប្រហ័សទី16ខែតុលាឆ្នាំ2025ស្អែកនេះតទៅពលរដ្ឋកូរ៉េខាងត្បូងត្រូវបានណែនាំមិនឲ្យធ្វើដំណើរមកកាន់តំបន់ចំនួន3នៃខេត្តកំពតខេត្តបន្ទាយមានជ័យនិងខេត្តស្វាយរៀងនោះទេក្រសួងការបរទេសកូរ៉េបានប្រកាសនៅថ្ងៃពុធនេះថាតំបន់ដែលត្រូវបានណែនាំនោះរួមមានតំបន់ភ្នំបូកូនៅក្នុងខេត្តកំពតក្រុងបាវិតខេត្តស្វាយរៀងនិងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យក្រសួងការបរទេសកូរ៉េបញ្ជាក់ថាតំបន់ទាំង3នេះនឹងត្រូវដំឡើងដល់កម្រិតទី4ឬហៅថាបំរាមការធ្វើដំណើរភ្នំបូកូគឺជាកន្លែងដែលជនជាតិកូរ៉េម្នាក់ត្រូវបានគេប្រទះឃើញស្លាប់កាលពីខែសីហាហើយទាំងក្រុងបាវិតនិងក្រុងប៉ោយប៉ែតមានការជាប់ពាក់ព័ន្ធទៅនឹងផ្នែកឧក្រិដ្ឋកម្មមួយចំនួនក្រសួងការបរទេសកូរ៉េក៏បានណែនាំឲ្យពលរដ្ឋរបស់ខ្លួនចាកចេញពីខេត្តបរសេនុដែលជាតំបន់មួយទៀតតាក់ទងទៅនឹងក្រុមឧក្រិដ្ឋជនប្រមូលផ្ដុំដែរខេត្តបរសេនុត្រូវចាត់ចូលទៅក្នុងតំបន់កម្រិត3ដោយឡែកតំបន់ដែលត្រូវចាត់ចូលក្នុងកម្រិត2.5គឺជាតំបន់រក្សានៅក្នុងស្ថានភាពដើមរបស់ពួកគេក្រុងសេអ៊ូលបញ្ជាក់បន្ថែមថាតំបន់ដែលមិនស្ថិតនៅក្នុងកម្រិត3ឬកម្រិត4នឹងត្រូវកំណត់ថាជាតំបន់កម្រិត2ដែលមិនប៉ះពាល់ទៅដល់ការហាម5នៅក្នុងការធ្វើដំណើរនោះទេក្រសួងការបរទេសកូរ៉េពន្យល់ថាតំបន់កម្រិត4មានន័យថាការទៅលេងឬស្នាក់នៅក្នុងតំបន់ទាំងនោះត្រូវបានហាមឃាត់ហើយអ្នកបំពានបំរាមនេះអាចប្រឈមមុខនឹងការពិន័យផ្លូវច្បាប់ក្រោមច្បាប់លិខិតឆ្លងដែននិងបទបញ្ញត្តិពាក់ព័ន្ធការណែនាំនេះធ្វើឡើងចំពេលមានសេចក្តីរាយការណ៍មួយចំនួនតាក់ទងទៅនឹងការបោកប្រាស់ការងារនិងករណីបង្ខាំងមនុស្សពាក់ព័ន្ធទៅនឹងជនជាតិកូរ៉េយ៉ាងណាក៏ដោយក្នុងរបាយការណ៍លម្អិតស្តីអំពីការស្រាវជ្រាវលើអំពើឃាតកម្មអតីតនិស្សិតកូរ៉េនៅខេត្តកំពតកាលពីថ្ងៃអង្គារក្រសួងមហាផ្ទៃបានគូសបញ្ជាក់អំពីសុឆន្ទៈនិងការបដិញ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការបង្ការទប់ស្កាត់និងបង្ក្រាបរាល់បទល្មើសឆ្លងដែនគ្រប់ប្រភេទជាពិសេសការឆបោកតាមបច្ចេកវិទ្យាដោយចាត់ទុកថានេះគឺជាបញ្ហារួមរបស់មនុស្សជាតិ